ចំពោះ color ថ្ពាល់បើសិនជាចង់បាន set មកបែបអឺរ៉ុបប្រើពណ៌ក្បឿងផាត់ប្រឆាត់ស៊ីជាមួយនឹង contour ប៉ុន្តែបើសិនជាចង់បានថ្ពាល់ស្រទន់ពេញល្អគួរតែផាត់ឲ្យចំក្តារថ្ពាល់ហើយសាច color ជុំវិញឲ្យស្រាលហើយយើងបន្ថយ contour បន្តិចបើសិនជាចង់បានបែបក្មេងតូចហឹលបែបតុក្កតាអាចផាត់ចេះចេញពីគៀនភ្នែកមកវិញឬក៏ចេះចេញពីក្រោមភ្នែកមកវិញក៏បានដែរឥឡូវយើងយកជក់03យកពណ៌សាច់បែបចក្រូចលាយជាមួយនឹងពណ៌ឈូកហើយផាត់ឲ្យចំខាងលើឆ្អឹងថ្ពាល់បន្ទាប់មកគឺយើងធ្វើការបញ្ជាក់ស្មៅចេញទៅមុខតិចទៅក្រោមទៅគៀនបន្តិចព្រោះឯការផាត់មុខលើកនេះគឺយើងចង់ឲ្យ color ថ្ពាល់គឺវានៅចិត្តភ្នែកខាងគៀនភ្នែកផងនៅខាងក្រោមភ្នែកផងចំពោះ style មួយនេះយើងអាចបន្ថែមជាមួយនឹង color ពីខាងមុខច្រមុះឬក៏ខាងក្រោមចង្កាដើម្បីមានភាពតាក់ទាញកាន់តែខ្លាំងក៏បានដែរ07គឺប្រើសម្រាប់ highlight កាត់ដាក់ highlight កុំដាក់ low ពេកគឺយើងដាក់មិនតិចមកយើង highlight ជាមួយនឹងចុងច្រមុះសិនបន្ទាប់មក highlight ជាមួយនឹងគល់ច្រមុះហើយសល់ពណ៌ highlight នៅលើជួរមិនបាច់ដាក់ថែមទេគឺយើងអាចបអូតថាពីគល់រហូតដល់ចុងតិចមកហើយកុំភ្លេច highlight ខាងលើមាត់ស្ដើងតិចមកដើម្បីនៅពេលដែលយើងលាបក្រែមទៅវាឃើញស្អាតចំពោះជក់06គឺ highlight ធំ highlight នេះគឺយើងប្រើសម្រាប់ highlight ថ្ពាល់គឺយើងអូសហេងថាបដិញចេញក្រៅមកដើម្បីឲ្យឃើញថ្ពាល់យើងគឺមើលទៅអាឡូងចែងចាំងហើយបើសិនជាយើងចង់បានវាចាំងខ្លាំងយើងអាចបដិញចូលខាងមុខតិចមកនៅពេលដែលយប់គឺភ្លឺស្អាតហើយបើសិនជាត្រូវភ្លើងវិញកាន់តែឃើញថាស្អាតខ្លាំងតែម្ដងចំពោះ color ថ្ពាល់6ប្លាស់នេះគឺស្អាតខ្លាំងអ្នកទាំងអស់គ្នាអាចរកទិញតាមផ្សារក៏បានឬក៏បបាក់ទិញអាចទិញនៅក្នុង page របស់ខ្ញុំក៏បានដែរបងប្អូនដែលធ្លាប់ប្រើ color ថ្ពាល់របស់ប្រទេសចៅសៀមអីហ្នឹងអាចមកប្រើនេះបានធានាថាជាប់ចិត្ត contour highlight color ថ្ពាល់ឲ្យ complete ជាមួយនឹងម្សៅផាត់មកតាំងទៀតដើម្បីឲ្យសាច់ទាំង3នោះគឺវា smooth ចូលគ្នាល្អហើយបើសិនជាអ្នកទាំងអស់គ្នាផាត់សាច់ម្សៅមិនទាន់បានស្អាតទេ complete ធ្វើការចុះឈ្មោះរៀនជាមួយនឹង web online ដើម្បីស្វែងយល់អំពីសាច់ម្សៅដើម្បីឲ្យ make up យើងជាប់បានយូរនិងមិនបែកសាច់ម្សៅបន្ទាប់ពីជក់សូត្រមួយយើងផាត់ថាសពមុខល្អហើយ complete ធ្វើការ spray ទឹក make up ដើម្បីឲ្យ lock make up យើងជាប់បានយូរ